មន្ត្រីថៃស្រោតរត់រះទៅពិនិត្យទំនប់បួបុនព្រោះភ័យខ្លាចបាក់ធ្លាយក្រោយពីរំជួយដីនៅក្បែរនោះជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីយើងឃើញថានៅព្រឹកនេះដែរសារព័ត៌មានថៃបានចេញផ្សាយទាក់ទងទៅនឹងមន្ត្រីថៃគឺស្រោតរត់រះទៅពិនិត្យមើលទំនប់ទឹកបួបុនបន្ទាប់ពីមានការរំជួយដីកាលពីម្សិលមិញហើយឥឡូវនេះគឺមានការភ័យខ្លាចដោយសារតែខ្លាចបាក់ទំនប់បាទទំនប់យក្សមួយនេះដែលស្ថិតនៅក្នុងខេត្តតាក់ព្រោះម្សិលមិញហ្នឹងគឺមានការរំជួយដីនៅក្បែរទំនប់នោះអញ្ចឹងខ្ញុំបាននឹងជម្រាបជូនព័ត៌មាននេះតែម្ដងក្រុមអ្នកជំនាញនិងមន្ត្រីថៃស្រោតរត់រះនាំគ្នាទៅពិនិត្យទំនប់បួបុននៅក្នុងខេត្តតាក់យ៉ាងណាក្រោយមកពួកគេបានប្រាប់ពលរដ្ឋឲ្យស្ងៀមស្ងាត់កុំភ័យរំជួយដីមិនមានអ្វីប៉ះពាល់ដល់ទំនប់ទេនេះបើយោងតាមការផ្សាយដោយបត្យាមែលរំជួយដីកម្រិត 3.2 រ៉ិកទ័រជាមួយនឹងជម្រៅរាក់ត្រឹមតែ1 គីឡូម៉ែត្រតែប៉ុណ្ណោះវាបានវាយប្រហារនៅឃុំបានណាស្រុកសាមងាវដែលវាមានចំណុចកណ្ដាលចម្ងាយ48កដកសញ្ញា81គីឡូម៉ែត្រពីទំនប់បួបុនរំជួយដីនេះធ្វើឲ្យពលរដ្ឋភ័យខ្លាចបាក់ទំនប់ព្រោះវាស្ថិតនៅគៀកហើយទំនប់នេះកំពុងតែមានហានិភ័យធ្លាយស្រាប់ផងដោយសារតែស្តុបទឹកជិតដល់កម្រិតទៅហើយយ៉ាងណាមន្ត្រីនិងអ្នកជំនាញថៃបានធានាថាពួកគេពិនិត្យរួចហើយរំជួយដីនេះមិនបានប៉ះពាល់ដល់ទំនប់សូមប្រជាពលរដ្ឋស្ងប់ចិត្តចុះសូមជម្រាបថាតកតងទៅនឹងទំនប់បួបុនគឺមានសមត្ថភាពស្តុបទឹកបានចំនួន 13,462 លានម៉ែត្រគូបប៉ុន្តែគិតត្រឹមពាក់កណ្ដាលខែវិច្ឆិកានេះវាស្តុបទឹកជិតដល់កម្រិតកំពូលហើយពោលគឺ 99% ព្រោះតែភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរជាបន្តបន្ទាប់ក្នុងរដូវមួយនេះយើងឃើញថាតកតងនឹងបញ្ហានេះដែរខ្ញុំបាននឹងរំលឹកបន្តិចចុះដោយសារតែឃើញថាកាលពីយប់មិញគឺសារព័ត៌មានថៃក៏បានចុះផ្សាយដែរគឺថៃគឺបុកពួរមែនទែនពីព្រោះខ្លាចបាក់ទំនប់ដោយសារតែគ្រោះរំជួយដី 3.2 រ៉ិកទ័រដែលបានវាយប្រហារខេត្តតាក់ហ្នឹងអញ្ចឹងយើងឃើញថានៅព្រឹកនេះគឺអ្នកជំនាញបាទគឺបានរត់រះទៅពិនិត្យមើលតែគេបានធានាទៅដល់ប្រជាពលរដ្ឋហើយកុំឲ្យភ័យខ្លាចបាទឲ្យស្ងប់ចិត្តពួកអីគេបានពិនិត្យឃើញថាវាអត់មានបញ្ហាអីទេប៉ុន្តែនៅក្នុងចិត្តប្រជាពលរដ្ឋគឺបាទមិនទុកចិត្តទេដោយសារតែទំនប់នឹងគឺបានធ្លាយស្រាប់ទៅហើយមួយវិញទៀតតកតងនឹងទំនប់ទឹកនេះយើងឃើញថាសមត្ថភាពវាគឺស្តុប 13,462 លានម៉ែត្រគូបប៉ុន្តែកម្រិតនៃការស្តុបនៅពេលបច្ចុប្បន្ននេះគឺពោលគឺ 99% ហើយនៅសល់ 1% ទៀតគឺហៀបាទអញ្ចឹងដោយសារបញ្ហាគ្រោះរំជួយដីកាលពីម្សិលមិញដែលបានវាយប្រហារនោះនៅវេលាម៉ោង 9:36 នាទីព្រឹកដោយចំណុចកណ្ដាលចំពោះការរំជួយដីនោះគឺវាស្ថិតនៅចំណុចកណ្ដាលបាទបាងណាបាទស្រុកសាមងាវខេត្តតាក់ភាគខាងជើងនៃប្រទេសថៃហើយគ្រោះរំជួយដីនេះដែរគឺមានជម្រៅត្រឹមតែ1 គីឡូម៉ែត្រតែប៉ុណ្ណោះទំនប់ទឹកតូចធំបាទមួយចំនួនដែលស្ថិតនៅព័ទ្ធជុំវិញនៃចំណុចកណ្ដាលនៃការរំជួយដីនេះដែលបានបង្កការព្រួយបារម្ភបាទពីការបាក់ទំនប់គឺចំពេលដែលប្រទេសថៃកំពុងតែលិចលង់ដោយគ្រោះទឹកជំនន់ស្រាប់ស្ទើរតែពាសពេញប្រទេសអញ្ចឹងយើងឃើញថាតកតងនឹងបញ្ហានេះគឺប្រទេសថៃมันបានថមថយនៅគ្រោះទឹកជំនន់ទេប៉ុន្តែអ្វីដែលយើងក៏សម្គាល់នោះគឺមានការរំជួយដីជាបន្តទៀតការព្រួយបារម្ភពីអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្បែរបាទទំនប់ទឹកគឺមានការព្រួយបារម្ភខ្លាំងណាស់ដោយសារតែខ្លាចបាក់ទំនប់ទឹកអញ្ចឹងកាលណាបាក់ទំនប់ទឹកគឺផលប៉ះពាល់គឺច្រើនគឺអាយុជីវិតឬទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋគឺបាទនៅក្បែរហ្នឹងគឺបំផ្លិចបំផ្លាញអស់ហើយបាទអញ្ចឹងមួយវិញទៀតយើងឃើញថាកាសែត The Nation គឺបានចុះផ្សាយថាចំណុចកណ្ដាលនៃការរំជួយដីនេះមានចម្ងាយ50គីឡូម៉ែត្រភាគខាងជើងឈៀងខាងលិចនៃទំនប់បួបុនចម្ងាយជាងបាទ163គីឡូម៉ែត្រភាគបាទនិរដីនៃទំនប់បាទម៉ៃឆេងចម្ងាយជាង215គីឡូម៉ែត្រភាគខាងលិចនៃទំនប់បាទសឺតគីតចម្ងាយ300គីឡូម៉ែត្របាទភាគខាងជើងនៃទំនប់បាទវជ្ជរារងកនចម្ងាយជាង340គីឡូម៉ែត្រភាគខាងជើងនៃទំនប់ស្រីណាការិនចម្ងាយជាង940គីឡូម៉ែត្រភាគខាងជើងនៃទំនប់រចនាប្រផានិងចម្ងាយជាង1289គីឡូម៉ែត្រភាគខាងជើងនៃទំនប់បាងឡាងយ៉ាងណាក៏ដោយគឺបន្ទាប់ពីមានការឆ្លងកាត់ការត្រួតពិនិត្យជាពិសេសគឺពុំមានភាពបាទមិនប្រក្រតីទេឬក៏មានការខូចខាតណាមួយដែលបានរកឃើញនៅទំនប់បួបុនដែលស្ថិតនៅចំណុចកណ្ដាលនៃការរំជួយដីនេះទេ
អាជ្ញាធរបានបញ្ជាក់ថាការរំជួយដីនេះមិនមានផលប៉ះពាល់ដល់សុវត្ថិភាពរចនាសម្ព័ន្ធឬស្ថិរភាពនៃទំនប់បូបុននោះឡើយនេះគឺជាប្រភពពីសារព័ត៌មានថៃដែលបានចុះផ្សាយទាក់ទងនឹងការរំជួយដីកាលពីម្សិលមិញហើយយើងឃើញថានៅថ្ងៃនេះគឺបាទមន្ត្រីជំនាញគឺបានទៅពិនិត្យជាបន្តទៀតទាក់ទងទៅនឹងទំនប់ដែលយក្សរបស់ប្រទេសថៃមានការព្រួយបារម្ភខ្លាចមានបញ្ហាទី1ប្រេះស្រាំឬក៏សុវត្ថិភាពនៃរចនាសម្ព័ន្ធបាទនៃទំនប់ទឹកនេះប៉ុន្តែយើងឃើញថាការពិនិត្យរបស់បាទមន្ត្រីជំនាញគេគឺបាទផលប៉ះពាល់អ្វីឡើយគឺមានសុវត្ថិភាពល្អណាស់ហើយក៏បានជូនដំណឹងទៅដល់ប្រជាពលរដ្ឋគឺមិនអោយមានការព្រួយបារម្ភទៅលើបាទបាក់ទំនប់នេះទេអរគុណដល់លោកស្រីនិងកញ្ញាបើសិនជាមានព័ត៌មានអ្វីថ្មីឬក៏ប្លែកជាបន្តទៀតខ្ញុំនឹងជម្រាបជូនអស់លោកអ្នកជាបន្តផងដែរ